ដោយមានការណែនាំពីលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងលោកបានចាត់តាំងលោកមាសសម្បូរប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងចុះណែនាំផ្ទាល់មាត់ដល់បងប្អូនអាជីវករដែលលក់លើចិញ្ចើមផ្លូវលេខ173ស្ថិតនៅខាងមុខសាលាបឋមនិងអនុវិទ្យាល័យទួលស្លែងស្ថិតក្នុងទឹកដីនៃសង្កាត់ទួលស្វាយព្រៃ1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញបងប្អូនប្រិយមិត្តជាទីមេត្រីនារាល់សថ្ងៃសុក្រ6កើតខែចេមកពីអន្តរស័ក្តិពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី22ខែឧសភាឆ្នាំ2026លោកមាសសម្បូរប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះធ្វើការណែនាំផ្ទាល់មាត់ដល់បងប្អូនដែលលក់ដូរលើចិញ្ចើមផ្លូវលេខ173ខាងមុខរបងសាលាបឋមសិក្សានិងសាលាអនុវិទ្យាល័យទួលស្លែងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃខណ្ឌបឹងកេងកងដើម្បីឲ្យបងប្អូនរៀបចំដោយខ្លួនឯងដោយទុកចំណីចិញ្ចើមផ្លូវអ្នកថ្មើរជើងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋនិងបងប្អូនសិស្សានុសិស្សធ្វើដំណើរទៅវិញទៅមកដោយទុករយៈពេល3ថ្ងៃទៅ7ថ្ងៃចាប់ពីថ្ងៃនេះតទៅអាស្រ័យដូចនេះសូមបងប្អូនប្រញាប់រួសរាន់រៀបចំសម្ភារៈលក់ដូររបស់ខ្លួនដោយខ្លួនឯងបើផុតថ្ងៃអសន្និបាតកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនឹងធ្វើការដកហូតរាល់សម្ភារៈទាំងឡាយណាដែលដាក់លើចិញ្ចើមផ្លូវសាធារណៈដោយពុំទទួលខុសត្រូវចំពោះការខូចខាតនិងបាត់បង់ឡើយក្នុងនាមរដ្ឋបាលខណ្ឌបឹងកេងកងសង្ឃឹមយ៉ាងមុតមាំថាបងប្អូនអាជីវករទាំងអស់ដែលកំពុងលក់ដូរមុខរបងសាលាបឋមសិក្សានិងសាលាអនុវិទ្យាល័យទួលស្លែងទាំងអស់នឹងចូលរួមដើម្បីសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្កាត់បឹងកេងកងរបស់យើងក៏ដូចជារាជធានីភ្នំពេញទាំងមូលឲ្យមានរបៀបរៀបរយនិងមានសណ្ដាប់ធ្នាប់ល្អ